ជាបឋមនេះខ្ញុំសូមគោរពដល់ព្រះតេជគុណនិងជំរាបសួរដល់លោកគ្រូនិងបងប្អូននិស្សិតទាំងអស់ដែលកំពុងសិក្សានៅជំនាញសាស្ត្រនេះរដ្ឋបាលសាធារណៈនិងនីតិសាស្ត្រថ្ងៃនេះនាងខ្ញុំបានធ្វើកិច្ចការសាជាទាក់ទងនឹងប្រធានបទមួយនិយាយអំពីសិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅមុខវិជ្ជានីតិសេរីភាពសាធារណៈដែលដឹកនាំបង្រៀនដោយសាស្ត្រាចារ្យហួរតុលាចំពោះសមាជិកក្រុមរបស់នាងខ្ញុំមានចំនួន8នាក់ហើយចំពោះមេត្តារបស់នាងខ្ញុំបានលើកឡើងមានចំនួន4ជំពូកដែលជំពូកទី1និយាយអំពីសេចក្តីផ្ដាំជំពូកទី2ទស្សនវិជ្ជាទូទៅជំពូកទី3ដំណោះស្រាយនិងអនុសាសន៍និងជំពូកទី4សេចក្តីសន្និដ្ឋានឯកសារយោងជំពូកទី1សេចក្តីផ្ដាំ1.1 លំនាំបញ្ហាសិទ្ធិអប់រំគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សដែលត្រូវបានទទួលស្គាល់ដោយច្បាប់ជាតិនិងអន្តរជាតិការទទួលបានការអប់រំប្រកបដោយសមភាពគុណភាពបរិយាបន្នគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាពបុគ្គលនិងការអភិវឌ្ឍប្រទេសជាតិការអប់រំមិនត្រឹមតែផ្ដល់ចំណេះដឹងនិងជំនាញប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបណ្ដុះសីលធម៌ការគិតប្រកបដោយវិចារណញ្ញាណនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលជាកត្តាសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពផងដែរនៅក្នុងយុគសម័យសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាឌីជីថលការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាចម្បងដែលកំណត់សមត្ថភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសនីមួយៗប្រទេសដែលផ្ដល់សារៈសំខាន់ដល់ការអប់រំសិទ្ធិដល់ការអប់រំនិងសិទ្ធិអប់រំនិងការវិនិយោគលើវិស័យអប់រំតែងតែអាចក្លាយជាប្រទេសដែលបង្កើតកម្លាំងពលកម្មដែលមានចំណេះដឹងជំនាញនិងសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារនិងការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងងាយស្រួល 1.2 បញ្ហាស្រាវជ្រាវសិទ្ធិអប់រំគឺជាសិទ្ធិមូលដ្ឋានដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍបុគ្គលនិងសង្គមទោះបីជាព្រះរាជាណាចក្រកម្ពុជាមានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនិងជាច្បាប់ស្តីអំពីការអប់រំនិងគោលនយោបាយជាច្រើនដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានការអប់រំក៏ដោយក៏ប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្ដែងផងដែរបញ្ហាដែលត្រូវបានសិក្សារួមមានការមិនទទួលបានឱកាសការអប់រំស្មើភាពគ្នារវាងតំបន់នៅទីក្រុងនិងជនបទការបោះបង់ការសិក្សារបស់សិស្សមួយចំនួនមកពីមូលហេតុកង្វះធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធអប់រំគុណភាពនៃការបង្រៀននិងការបង្រៀនព្រមទាំងភាពមិនស្របគ្នារវាងជំនាញដែលទទួលបានពីការអប់រំនិងតម្រូវការរបស់ទីផ្សារការងារបញ្ហាទាំងនេះបានជះឥទ្ធិពលដល់គុណភាពនៃធនធានមនុស្សដែលជាសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសអាស្រ័យហេតុនេះហើយទើបការស្រាវជ្រាវនេះមានគោលបំណងសិក្សាអំពីកម្រិតនៃការធានាសិទ្ធិអប់រំកត្តាដែលជះឥទ្ធិពលដល់ការទទួលបានការអប់រំនិងតួនាទីរបស់សិទ្ធិអប់រំក្នុងការអភិវឌ្ឍធនធានមនុស្សលទ្ធផលនៃការសិក្សានឹងជួយផ្ដល់ជាមូលដ្ឋានសម្រាប់ការកែលម្អគោលនយោបាយនិងការអនុវត្តវិស័យអប់រំដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយជីវភាពចំពោះ slide ទីបន្ទាប់ខ្ញុំសូមស្នើឲ្យមិត្តរួមខ្ញុំបកស្រាយបន្តជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសោធានីឡើងមកបកស្រាយចំណុចតពីមិត្តរួមក្រុម 1.3 សារៈសំខាន់នៃការស្រាវជ្រាវការស្រាវជ្រាវប្រធានបទសិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សមានសារៈសំខាន់ទាំងផ្នែកទ្រឹស្ដីនិងការអនុវត្តដោយសារការអប់រំសិទ្ធិមូលដ្ឋានការអប់រំសិទ្ធិមូលដ្ឋានរបស់មនុស្សនិងជាកត្តាសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពចំពោះការសិក្សានេះមានសារៈសំខាន់ដូចខាងក្រោម 1. សារៈសំខាន់ផ្នែកចំណេះដឹងជួយបង្កើនការយល់ដឹងពីនិយមន័យគោលការណ៍មូលដ្ឋានច្បាប់និងសារៈសំខាន់នៃសិទ្ធិអប់រំព្រមទាំងទំនាក់ទំនងរវាងសិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សផងដែរ 2. សារៈសំខាន់ចំពោះអ្នកសិក្សានិងអ្នកស្រាវជ្រាវផ្ដល់ជាឯកសារយោងមូលដ្ឋានទ្រឹស្ដីសម្រាប់និស្សិតអ្នកសិក្សាស្រាវជ្រាវនិងអ្នកដែលចាប់អារម្មណ៍លើវិស័យអប់រំសិទ្ធិមនុស្សនិងការអភិវឌ្ឍធនធានមនុស្ស 3. សារៈសំខាន់ចំពោះស្ថាប័នសង្គមនិងអ្នករៀបចំគោលនយោបាយលទ្ធផលនៃការស្រាវជ្រាវអាចជួយស្ថាប័នអប់រំនិងអាជ្ញាធរពាក់ព័ន្ធក្នុងការកែលម្អគោលនយោបាយកម្មវិធីនិងវិធានការនានាដើម្បីធានាឲ្យពលរដ្ឋទទួលបានសិទ្ធិអប់រំប្រកបដោយសមភាពគុណភាពនិងបរិបត្តិ
4សារៈសំខាន់ចំពោះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចការលើកកម្ពស់សិទ្ធិអប់រំនឹងជួយបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហើយកាត់បន្ថយភាពក្រីក្រដើម្បីបង្កើនឱកាសការងារនិងជួយលើកកម្ពស់និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព5សារៈសំខាន់ចំពោះសង្គមជាតិការធានាសិទ្ធិអប់រំសម្រាប់ប្រជាពលរដ្ឋគ្រប់រូបហើយក៏ចូលរួមចំណែកលើកកម្ពស់សមភាពយុត្តិធម៌សង្គមការគោរពសិទ្ធិមនុស្សនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍជាតិផងដែរ1.4 វិសាភាពនៃការស្រាវជ្រាវវិសាភាពនៃការស្រាវជ្រាវលើវិធានបទសិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សគឺវាគ្របដណ្ដប់ទៅលើការវិភាគទៅលើភាពស្មើគ្នាក្នុងការទទួលបានការអប់រំការលើកកម្ពស់គុណភាពនិងធនធានមនុស្សការឆ្លើយតបនៃវិស័យអប់រំទៅតាមតម្រូវការទីផ្សារការងារខាងក្រោមនេះគឺជាការបែងចែកវិសាភាពនៃការស្រាវជ្រាវសំខាន់ៗ1សិទ្ធិទទួលបានការអប់រំការស្រាវជ្រាវផ្ដោតទៅលើការធានាឲ្យមនុស្សគ្រប់រូបទទួលបានការអប់រំប្រកបដោយសមធម៌ភាពស្មើភាពគ្នានៃឱកាសការងារគឺជាការសិក្សានៃកម្រិតនៃការទទួលបានការអប់រំរវាងបុរសនិងស្ត្រីកុមារមកពីគ្រួសារក្រីក្រនិងក្រុមជនជាតិភាគតិចបរិបត្តិនិងភាពងាយស្រួលការវាយតម្លៃលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់សាលារៀនក៏ដូចជាមធ្យោបាយដើម្បីជួយសិស្សមានវិការភាពអាចចូលរៀនបានផងដែរគុណភាពនៃការអប់រំមូលដ្ឋានពិនិត្យមើលស្តង់ដារគ្រូបង្រៀនដូចជាកម្មវិធីសិក្សានិងសម្ភារៈសិក្សាថាតើសមស្របទៅនឹងស្តង់ដារសិទ្ធិមនុស្សដែរឬទេ2ការអភិវឌ្ឍធនធានមនុស្សការស្រាវជ្រាវផ្នែកនេះផ្ដោតទៅលើការរៀបចំដែលការអប់រំកសាងសមត្ថភាពពលរដ្ឋការអប់រំនិងទីផ្សារការងារគឺជាការវិតម្លៃថាតើជំនាញដែលសាលាបង្រៀនដូចជាចំណេះដឹងទូទៅវិជ្ជាជីវៈបច្ចេកទេសនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសង្គមនិងការប្រកួតប្រជែងជាសកលដែរឬទេការអភិវឌ្ឍការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការសិក្សាពេញមួយជីវិតគឺជាការស្រាវជ្រាវលើការអប់រំក្រៅប្រព័ន្ធនិងបណ្ដុះបណ្ដាលបំណិនជីវិតដើម្បីបង្កើនជីវភាពប្រជាជនការវិនិយោគលើវិស័យអប់រំគឺជាការវិភាគថវិកាជាតិគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សចំពោះចំណុចបន្ទាប់នាងខ្ញុំសូមផ្ទេរឲ្យមិត្តរួមក្រុមជំរាបសួរលោកគ្រូខ្ញុំឈ្មោះសនស្រីណុចឡើងបកស្រាយ slide បន្ទាប់ពីមិត្តរួមក្រុមចំពោះទី2ទស្សនវិជ្ជាទូទៅ 2.1 និយមន័យនៃសិទ្ធិអប់រំសិទ្ធិអប់រំជាការធ្វើសកម្មភាពដែលគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្សឲ្យមានបម្រែបម្រួលបុគ្គលិកលក្ខណៈរបស់មនុស្សនោះដូចនេះសិទ្ធិអប់រំជាទង្វើនិងសកម្មទាំងឡាយដែលមនុស្សគ្រប់រូបទទួលបានពីបុគ្គលផ្សេងៗដើម្បីកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួនឲ្យកាន់តែប្រសើរសិទ្ធិអប់រំសំដៅដល់ចំណុចពីសម័យបុរាណវត្តអារាមជាកន្លែងដែលផ្ដល់នៅការអប់រំទូទៅមានចរិយាធម៌សីលធម៌បច្ចេកទេសជំនាញនៅក្នុងសម័យអង្គរការអប់រំមានការជឿនលឿនបន្ថែមទៀតព្រោះមានបណ្ឌិតសាស្ត្រាចារ្យល្បីៗដូចជាព្រះនាងឥន្ទ្រទេវីជាសាកលវិទ្យាធិតានិងមានអ្នកបច្ចេកទេសស្ថាបត្យកម្មល្បីៗដែលបានសាងសង់ប្រាសាទល្អៗជាច្រើនសម័យទំនើបឃើញមានការអប់រំបែបថ្មីមានសាលារៀនច្រើនអាចចូលរៀនទាំងប្រុសមានលទ្ធភាពរហូតមកដល់បច្ចុប្បន្ននៅក្នុងសម័យដើមភាគច្រើនសិទ្ធិទទួលការអប់រំបានតែលើបុរសចំណែកលើកូនស្រីមានជាតិពិធីចូលម្លប់វិញ2.2 ប្រវត្តិនិងការវិវត្តនៃសិទ្ធិអប់រំសិទ្ធិអប់រំគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបវាធានាថាមនុស្សគ្រប់វ័យអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនបានសិទ្ធិនេះ
បានឆ្លងកាត់ការវិវត្តជាច្រើនដំណាក់កាលពីការរៀនតាមបែបសាសនាឈានដល់ការទទួលស្គាល់ជាសកលនិងការអប់រំ Digital សិទ្ធិអប់រំមានជាប្រវត្តិនិងការវិវត្តដូចជាសម័យដើមការរៀនតាមគ្រួសារនិងសាសនាការរៀនតាមទម្លាប់កាលពីដើមឡើយកុមាររៀនរបបពីឪពុកម្ដាយការអប់រំមានកម្រិតហើយក្មេងៗភាគច្រើនមិនបានចូលសាលារៀនឡើយតួនាទីសាសនាព្រះវិហារវត្តអារាមនិងមជ្ឈមណ្ឌលសាសនាបានដើរតួជាសាលារៀនដំបូងគេការអប់រំផ្ដោតលើសីលធម៌និងជំនឿជាចម្បង 2. សម័យឧស្សាហកម្មការចាប់ផ្ដើមនៃសាលារៀនរដ្ឋសាលារៀនសម្រាប់កុមារទាំងអស់នៅក្នុងសតវត្សទី19បណ្ដាប្រទេសនៅអឺរ៉ុបបានចាប់ផ្ដើមបង្កើតសាលារៀនរដ្ឋាភិបាលតម្រូវឲ្យកុមារគ្រប់រូបត្រូវតែរៀនសូត្រការអប់រំជាកាតព្វកិច្ចដើម្បីឆ្លើយតបនឹងតម្រូវការងាររដ្ឋកំណត់ថាការអប់រំកម្រិតមូលដ្ឋានជាការរៀនសូត្រដោយបង្ខំ 3. សម័យទំនើបការទទួលស្គាល់ជាសកលសេចក្តីប្រកាសសកលនៅឆ្នាំ1948អង្គការសហប្រជាជាតិបានប្រកាសសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមាត្រា26ចែងយ៉ាងច្បាស់ថាមនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំសិទ្ធិស្មើគ្នាសិទ្ធិអប់រំត្រូវផ្ដល់ជូនគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទឬឋានៈសង្គមឡើយ 4. ការវិវត្តនៅកម្ពុជាសម័យអតីតកាលការអប់រំផ្ដោតលើការរៀនធម៌និងអក្សរសាស្ត្រក្នុងវត្តអារាមការអប់រំសម័យថ្មីនៅឆ្នាំ1993រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា68បានធានាថានឹងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលស្គាល់ការអប់រំប្រកបដោយគុណភាពគ្រប់កម្រិត 5. សម័យបច្ចុប្បន្នសតវត្សទី21ការអប់រំ Digital ការរៀនសូត្របានផ្លាស់ប្ដូរតាមរយៈប្រព័ន្ធអ៊ីនធឺណិតកុមារនិងយុវជនបានអាចរៀនសូត្រតាមកុំព្យូទ័រនិងទូរស័ព្ទដៃទោះបីនៅឆ្ងាយពីសាលារៀនក៏ដោយការរៀនពេញមួយជីវិតការអប់រំមិនមែនសម្រាប់តែកុមារឬយុវជនទេគឺមនុស្សចាស់ក៏មានសិទ្ធិនិងលទ្ធភាពរៀនបន្តដើម្បីអភិវឌ្ឍផងដែរខាងក្រោមនេះគឺជាការបូកសរុបប្រវត្តិនិងការវិវត្តដ៏សំខាន់នៃសិទ្ធិអប់រំដំណាក់កាលមុនការទទួលស្គាល់ជាសកលសម័យបុរាណនិងមជ្ឈិមសម័យការអប់រំត្រូវបានផ្ដល់តម្លៃដោយផ្អែកលើវណ្ណៈសង្គមឋានៈគ្រួសារឬការបណ្ដុះបណ្ដាលសាសនានិងវិជ្ជាជីវៈផ្ទាល់ខ្លួនសតវត្សទី18និង19បដិវត្តឧស្សាហកម្មការអប់រំត្រូវបានរដ្ឋាភិបាលជាច្រើនចាប់ផ្ដើមយកចិត្តទុកដាក់ដោយបង្កើតឲ្យមានប្រព័ន្ធអប់រំសាធារណៈដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់បំពេញតម្រូវការការងារ 2. ដំណាក់កាលទទួលស្គាល់ជាសកលសតវត្សទី20ឆ្នាំ1948អង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា26ដែលចែងយ៉ាងច្បាស់ថាមនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំឆ្នាំ1959សេចក្តីប្រកាសស្តីពីសិទ្ធិកុមារត្រូវបានបង្កើនឡើងដើម្បីធានាថាកុមារគ្រប់រូបទទួលបានការអប់រំនិងការការពារឆ្នាំ1989អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដែលជាឯកសារអន្តរជាតិដ៏មានឥទ្ធិពលបំផុតក្នុងការតម្រូវឲ្យរដ្ឋជាសមាជិកធានាការទទួលបានការអប់រំ 3. ការវិវត្តក្នុងបរិបទប្រទេសកម្ពុជាសម័យមុនឆ្នាំ1970ប្រព័ន្ធអប់រំត្រូវបានរៀបចំឡើងតាមបែបទំនើបដោយទទួលឥទ្ធិពលពីប្រទេសបារាំងសម័យកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់ឆ្នាំ1979វិស័យអប់រំត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងសាលារៀនត្រូវបានបិទទ្វារហើយសិទ្ធិអប់រំត្រូវបានលុបបំបាត់ឆ្នាំ1979សាលារៀនត្រូវបានបើកឡើងវិញដោយចាប់ផ្ដើមស្ដារធនធានមនុស្សនិងប្រព័ន្ធអប់រំឡើងវិញពីបាតដៃទទេរដ្ឋធម្មនុញ្ញឆ្នាំ1993ច្បាប់កម្ពុជារបស់កម្ពុជាបានធានាការការពារនិងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពគ្រប់កម្រិតដោយធានាឲ្យ
ពលរដ្ឋទាំងអស់ទទួលបានការអប់រំជាកាតព្វកិច្ចចំណុចបន្ទាប់ខ្ញុំសូមឲ្យមិត្តរួមក្រុមជាអ្នកបន្ត ជាដំបូងសូមជម្រាបសួរដល់លោកគ្រូអ្នកខ្ញុំឈ្មោះឡាវិស័យមកចំនួននៅចំណុច 2.3 គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិអប់រំគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិអប់រំមានដូចខាងក្រោមមួយសិទ្ធិទទួលបានការអប់រំសម្រាប់មនុស្សគ្រប់រូបមនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំដោយមិនប្រកាន់ពូជសាសន៍ភេទសាសនាភាសាស្ថានភាពសេដ្ឋកិច្ចឬពិការភាពពីរគោលការណ៍មិនរើសអើងការអប់រំត្រូវផ្ដល់ឱកាសស្មើគ្នាដល់មនុស្សគ្រប់រូបដោយគ្មានការរើសអើងក្នុងទម្រង់ណាមួយ3ការអប់រំបឋមសិក្សាឥតគិតថ្លៃនិងជាកាតព្វកិច្ចរដ្ឋត្រូវធានាឲ្យកុមារទាំងអស់ត្រូវទទួលបានការអប់រំបឋមសិក្សាដោយឥតគិតថ្លៃនិងជាកាតព្វកិច្ច4សមភាពនៃឱកាសអប់រំប្រជាពលរដ្ឋគ្រប់រូបត្រូវមានឱកាសស្មើគ្នាក្នុងការចូលរៀននិងបន្តការសិក្សាតាមសមត្ថភាព5គុណភាពនៃការអប់រំការអប់រំត្រូវមានគុណភាពសមស្របទៅនឹងតម្រូវការសង្គមនិងជួយអភិវឌ្ឍចំណេះដឹងជំនាញនិងសីលធម៌របស់អ្នកសិក្សា2.3 ជាគោលការណ៍ជាមូលដ្ឋាននៃរដ្ឋអប់រំ6ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សការអប់រំត្រូវលើកកម្ពស់ការគោរពសិទ្ធិមនុស្សសេរីភាពមនុស្សធម៌សន្តិភាពនិងការអត់ឱន7សេចក្តីសេរីភាពរបស់មាតាបិតានិងអ្នកអាណាព្យាបាលមាតាបិតាមានសិទ្ធិជ្រើសរើសប្រភេទសាលារៀនឬការអប់រំដែលសមស្របសម្រាប់កូនរបស់ខ្លួនដោយគោរពតាមច្បាប់ការទទួលខុសត្រូវរបស់រដ្ឋរដ្ឋមានកាតព្វកិច្ចគោរពការពារនិងបំពេញសិទ្ធិអប់រំតាមរយៈការរៀបចំគោលនយោបាយថវិកាហេដ្ឋារចនាសម្ព័ន្ធនិងការបណ្ដុះបណ្ដាលគ្រូបង្រៀន2.4 និយមន័យនៃការអភិវឌ្ឍធនធានមនុស្សការអភិវឌ្ឍធនធានមនុស្សគឺជាដំណើរការនៃការបង្កើតចំណេះដឹងជំនាញសមត្ថភាពឥរិយាបថនិងសីលធម៌របស់មនុស្សតាមរយៈការអប់រំការបណ្ដុះបណ្ដាលការរៀនសូត្រពេញមួយជីវិតនិងការអភិវឌ្ឍវិជ្ជាជីវៈដើម្បីឲ្យបុគ្គលអាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រទេសជាតិតាមទស្សនៈរបស់អ្នកវិទ្យាសាស្ត្រLeonard Nadler បានឲ្យនិយមន័យថាការអភិវឌ្ឍធនធានមនុស្សគឺជាសកម្មភាពរៀបចំឡើងដោយអង្គការក្នុងរយៈពេលជាក់លាក់ដើម្បីបង្កើនសមត្ថភាពការងារនិងការរីកចម្រើនរបស់បុគ្គលWerner Dan Simon បានពន្យល់ថាការអភិវឌ្ឍធនធានមនុស្សគឺជាសំណុំសកម្មភាពប្រព័ន្ធដែលរួមមានការបណ្ដុះបណ្ដាលការអភិវឌ្ឍអាជីពនិងការអភិវឌ្ឍអង្គការដើម្បីបង្កើនប្រសិទ្ធភាពបុគ្គលនិងអង្គការជាបន្ទាប់សូមបកគលឲ្យទៅមិត្តរួមក្រុមជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុខនវិក្រាមកបកស្រាយចំណុច 2.5 បន្តពីមិត្តភ័ក្តិសារៈ5អធ្យាស្រ័យ 2.5 សារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សការអភិវឌ្ឍធនធានមនុស្សគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិព្រោះមនុស្សជាកម្លាំងចម្បងក្នុងការបង្កើតផលិតភាពសេដ្ឋកិច្ចនិងសង្គមសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សគឺមានចំនួន8ចំណុចទី1គឺលើកកម្ពស់ចំណេះដឹងនិងជំនាញជួយឲ្យបុគ្គលទទួលបានចំណេះដឹងនិងជំនាញនិងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងារនិងការរស់នៅក្នុងសង្គមចំណុចទី2ផលិត
ភាពការងារបុគ្គលដែលមានចំណេះដឹងនិងជំនាញខ្ពស់អាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាពនិងគុណភាព ចំណុច 3 ជំរុញលើកដំជំរុញកំណើនសេដ្ឋកិច្ចធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ជួយបង្កើនផលិតកម្មទាក់ទាញវិនិយោគនិងពង្រឹងការប្រកួតប្រជែងរបស់ប្រទេស 4 កាត់បន្ថយភាពក្រីក្រការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយបង្កើនឱកាសការងារនិងប្រាក់ចំណូលដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ ចំណុច 5 លើកកម្ពស់គុណភាពជីវិតមនុស្សដែលមានការអប់រំល្អអាចថែរក្សាសុខភាពនិងការសម្រេចចិត្តបានត្រឹមត្រូវនិងរស់នៅប្រកបដោយគុណភាព ចំណុច 6 ពង្រឹងអភិបាលកិច្ចនិងការអភិវឌ្ឍសង្គមការអភិវឌ្ឍធនធានមនុស្សជួយបង្កើនពលរដ្ឋដែលមានទំនួលខុសត្រូវគោរពច្បាប់និងចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រជាធិបតេយ្យចំណុចទី 7 ជំរុញនៃការច្នៃប្រឌិតនិងនវានុវត្តន៍ធនធានមនុស្សដែលមានសមត្ថភាពអាចស្រាវជ្រាវបង្កើតគំនិតថ្មីនិងអភិវឌ្ឍបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូររបស់ពិភពលោកចំណុចទី 8 ការអភិវឌ្ឍធនធានមនុស្សជួយឲ្យប្រទេសអាចសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបរិស្ថានប្រកបដោយនិរន្តរភាពចំណុចបន្ទាប់នាងខ្ញុំសូមផ្ទេរទៅឲ្យមិត្តរួមក្នុងរបស់នាងខ្ញុំ ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះគុណរដ្ឋយានាងខ្ញុំសូមបកស្រាយបន្តពីមិត្តរួមក្រុម 2.6 សិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សមានទំនាក់ទំនងយ៉ាងជិតស្អិតព្រោះសិទ្ធិអប់រំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាពចំណេះដឹងនិងជំនាញរបស់មនុស្សការធានាសិទ្ធិអប់រំឲ្យបានស្មើភាពនិងមានគុណភាពនិងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍធនធានមនុស្សនិងការរីកចម្រើនរបស់ប្រទេសជាតិក្នុងនោះផងដែរយើងក៏បានបែងចែកចំណុចជា 5 ផងដែរ 1. សិទ្ធិអប់រំជាមូលដ្ឋាននៃការអភិវឌ្ឍធនធានមនុស្សការអប់រំផ្ដល់ឲ្យមនុស្សនូវចំណេះដឹងជំនាញគុណតម្លៃនិងសមត្ថភាពដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍខ្លួននិងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចនិងសង្គម 2. ការអប់រំបង្កើនគុណភាពធនធានមនុស្សនៅពេលមនុស្សទទួលបានការអប់រំប្រកបដោយគុណភាពពួកគេនឹងមានសមត្ថភាពធ្វើការបានល្អមានភាពច្នៃប្រឌិតនិងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៃបច្ចេកវិទ្យានិងទីផ្សារការងារ 3. ការអភិវឌ្ឍធនធានមនុស្សជួយលើកកម្ពស់សេដ្ឋកិច្ចធនធានមនុស្សដែលមានការអប់រំល្អអាចបង្កើតផលិតភាពការងារទាក់ទាញការវិនិយោគនិងបង្កើតសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស 4. សិទ្ធិអប់រំជួយកាត់បន្ថយភាពក្រីក្រនិងវិសមភាពការទទួលបានការអប់រំស្មើភាពផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានការងារល្អនិងប្រាក់ចំណូលសមរម្យដែលជួយកាត់បន្ថយភាពក្រីក្រនិងភាពមិនស្មើគ្នាក្នុងសង្គម 5. ការអប់រំជួយពង្រឹងសង្គមប្រកបដោយចីរភាពការអប់រំជួយបណ្ដុះបណ្ដាលស្មារតីទំនួលខុសត្រូវការគោរពសិទ្ធិមនុស្សការគោរពច្បាប់និងការចូលរួមក្នុងការអភិវឌ្ឍសហគមន៍ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាកិច្ចបន្ទាប់នាងខ្ញុំសូមឲ្យមិត្តរួមក្រុមចូលរួមបកស្រាយបន្ត ជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះចាត់ឆយីជាអ្នកមកបកស្រាយបន្ទាប់ 2.7 តួនាទីរបស់រដ្ឋស្ថាប័នអប់រំគ្រួសារនិងសង្គមក្នុងការលើកកម្ពស់សិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សការលើកកម្ពស់សិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សត្រូវការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់រួមមានស្ថាប័នអប់រំគ្រួសារនិងសង្គមភាគីនីមួយៗមានតួនាទីដូចខាងក្រោម 1. តួនាទីរបស់រដ្ឋមានកាតព្វកិច្ចចម្បងក្នុងការធានាសិទ្ធិអប់រំរបស់ប្រជាពលរដ្ឋរៀបចំនិងការអនុវត្តគោលនយោបាយអប់រំប្រកបដោយសមភាពនិងបរិយាបន្នបង្កើនថវិកាអប់រំបង្កើនថវិកាសម្រាប់វិស័យអប់រំនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនធានាឲ្យមានការអប់រំបឋមសិក្សាឥតគិតថ្លៃនិងការពង្រីកឱកាសទទួលបានការអប់រំគ្រប់កម្រិតបណ្ដុះបណ្ដាលនិងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនត្រួតពិនិត្យនិងលើកកម្ពស់គុណភាពអប់រំស្របតាមស្តង់ដារនិងស្តង់ដារជាតិនិងអន្តរជាតិ 2. តួនាទីរបស់ស្ថាប័នអប់រំស្ថាប័នអប់រំមានតួនាទីក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដោយបង្រៀនចំណេះដឹងនិងជំនាញវិជ្ជាជីវៈនិងសីលធម៌ដល់សិស្ស 2. តួនាទីរបស់ស្ថាប័នអប់រំស្ថាប័នអប់រំមានតួនាទីក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដោយបង្រៀនចំណេះដឹងជំនាញនិងវិជ្ជាជីវៈនិងសីលធម៌ដល់សិស្សបង្កើនបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពនិងគ្មានការរើសអើងលើកទឹកចិត្តការស្រាវជ្រាវការច្នៃប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យា
សហការជាមួយគ្រួសារសហគមន៍និងវិស័យឯកជនដើម្បីអភិវឌ្ឍគុណភាពអប់រំ 3. តួនាទីរបស់គ្រួសារជាគ្រឹះដំបូងនៃការអប់រំដោយមានផ្ដល់ឱកាសឲ្យកូនបានចូលរៀននិងបន្តការសិក្សាគាំទ្រការនៃការទទួលខុសត្រូវនិងទម្លាប់ល្អសហការជាមួយសាលារៀនដើម្បីតាមដាននិងលើកកម្ពស់លទ្ធផលសិក្សារបស់កូនតួនាទីរបស់សង្គមទាំងមូលមានតួនាទីក្នុងការគាំទ្រការអប់រំដោយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសិទ្ធិអប់រំអង្គការសិទ្ធិសង្គមស៊ីវិលនិងវិស័យឯកជនចូលរួមផ្ដល់អាហារូបករណ៍បរិក្ខារសិក្សានិងកម្មវិធីបណ្ដុះបណ្ដាលបង្កើនឱកាសការងារនិងកម្មវិធីអភិវឌ្ឍជំនាញយុវជនចូលរួមការពារនិងលើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិអប់រំដោយគ្មានការរើសអើងជាកិច្ចបន្ទាប់សូមផ្ដល់ទៅឲ្យមិត្តរួមក្រុមជាអ្នកបន្តជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះមឹងរតនាដែលនាងខ្ញុំមកបកស្រាយនៅចំពោះទី3ដំណោះស្រាយនិងអនុសាសន៍អញ្ចឹងទី1យើងនិយាយអំពីដំណោះស្រាយអញ្ចឹងដើម្បីលើកកម្ពស់សិទ្ធិនៅក្នុងការអប់រំនិងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាពយើងគួរតែដោះស្រាយដោយចំណុចខាងក្រោមដែលទី1យើងនិយាយអំពីពង្រឹងការអនុវត្តច្បាប់និងគោលនយោបាយអប់រំអញ្ចឹងយើងអាចអនុវត្តច្បាប់ស្ដីពីការអប់រំឲ្យបានមានប្រសិទ្ធភាពធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានការអប់រំដោយស្មើភាពនិងគ្មានការរើសអើងហើយចំណុចទី2បង្កើនការវិនិយោគនៅក្នុងវិស័យអប់រំបង្កើនថវិកាសម្រាប់វិស័យអប់រំក៏ដូចជាសាងសង់និងការលម្អសាលារៀនដូចជាបណ្ណាល័យមន្ទីរពិសោធន៍និងមន្ទីរបច្ចេកវិទ្យាសម្រាប់សិក្សាទី3លើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនជាប្រចាំធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យសមស្របតាមតម្រូវការទីផ្សារការងារនិងបច្ចេកវិទ្យាថ្មីៗទី4ពង្រីកឱកាសទទួលបានការអប់រំអញ្ចឹងយើងត្រូវតែផ្ដល់ដូចជាអាហារូបករណ៍ដល់សិស្សនិស្សិតដែលគាត់ជានិស្សិតក្រីក្រឬមួយក៏នឹងជានិស្សិតដែលងាយរងគ្រោះអញ្ចឹងអាចគ្រប់គ្រងការអប់រំសម្រាប់ជនពិការនិងប្រជាជននៅតាមតំបន់ដាច់ស្រយាលទី5ពង្រឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជំនាញដូចជាពង្រួមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបង្កើនភាពជាដៃគូរវាងគ្រឹះស្ថានអប់រំនិងវិស័យឯកជនដើម្បីឲ្យមានជំនាញសមស្របតាមតម្រូវការការងារទី6លើកកម្ពស់ការចូលរួមរបស់គ្រួសារនិងសង្គមអញ្ចឹងការលើកកម្ពស់របស់គ្រួសារនិងសង្គមគឺជំរុញឲ្យមាតាបិតាគ្រប់គ្រងការសិក្សារបស់កូនរបស់គាត់លើកទឹកចិត្តសហគមន៍អង្គការសង្គមស៊ីវិលនិងវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យអប់រំជំរុញការអប់រំពេញមួយជីវិតផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចបន្តការសិក្សានិងបណ្ដុះបណ្ដាលជំនាញថ្មីៗលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា Digital ក្នុងការរៀនសូត្រ3.2 គឺយើងនិយាយអំពីអនុសាសន៍អញ្ចឹងដើម្បីលើកកម្ពស់សិទ្ធិអប់រំនិងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាពមានអនុសាសន៍ដូចខាងក្រោមទី1និយាយអំពីអនុសាសន៍ចំពោះរាជរដ្ឋាភិបាលអញ្ចឹងអនុសាសន៍ចំណុចទី1បន្តពង្រឹងការអនុវត្តច្បាប់និងគោលនយោបាយស្ដីពីការអប់រំបង្កើនថវិកាវិនិយោគលើវិស័យអប់រំនិងការបណ្ដុះបណ្ដាលពង្រីកការទទួលបានការអប់រំប្រកបដោយសមភាពជាពិសេសនៅតំបន់ជនបទនិងតំបន់ដាច់ស្រយាលលើកកម្ពស់គុណភាពគ្រូបង្រៀនកម្មវិធីសិក្សានិងហេដ្ឋារចនាសម្ព័ន្ធសាលារៀនចំពោះក្រសួងអប់រំយុវជននិងកីឡាធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យសមស្របតាមការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងតម្រូវការទីផ្សារការងារជំរុញការប្រើប្រាស់បច្ចេកវិទ្យាពង្រឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង Digital ក្នុងការបង្រៀននិងការរៀនសូត្រចំពោះស្ថាប័នអប់រំមាន3ចំណុចទី1បង្កើនគុណភាពនៃការបង្រៀនបង្កើនបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពពង្រឹងកិច្ចសហការជាមួយនឹងគ្រួសារទី4ចំពោះគ្រួសារនិងសហគមន៍ត្រូវលើកទឹកចិត្តឲ្យចូលរៀន
និងបន្តការសិក្សារហូតដល់កម្រិតខ្ពស់ចូលរួមតាមដាននិងគាំទ្រការសិក្សារបស់កូនបណ្ដុះស្មារតីស្រឡាញ់ការសិក្សាវិន័យនិងការទទួលខុសត្រូវចំពោះសិស្សនិស្សិតខិតខំសិក្សាអភិវឌ្ឍចំណេះដឹងជំនាញនិងសមត្ថភាពជាប្រចាំរបស់ខ្លួនគោរពវិន័យសីលធម៌និងច្បាប់ចូលរួមសកម្មភាពសង្គមការស្រាវជ្រាវនិងការបណ្ដុះបណ្ដាលបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារអញ្ចឹងចំណុចខ្ញុំមានតែប៉ុណ្ណឹងចុងក្រោយសេចក្តីសន្និដ្ឋានសូមប្រគល់ជូនឲ្យមិត្តរួមក្រុមរបស់នាងខ្ញុំ ជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសសាឡាមកបញ្ចប់ចម្ពោះទី4ទាក់ទងនឹងសេចក្តីសន្និដ្ឋានសេចក្តីសន្និដ្ឋានសរុបមកសិទ្ធិអប់រំគឺជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្សដែលត្រូវបានទទួលស្គាល់និងការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាស្តីអំពីច្បាប់ស្តីពីការអប់រំនិងលិខិតបទដ្ឋានច្បាប់អន្តរជាតិជាច្រើនការធានាសិទ្ធិអប់រំឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិស្មើគ្នាគ្មានការរើសអើងប្រកបដោយគុណភាពគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍបុគ្គលនិងសង្គមការអភិវឌ្ឍធនធានមនុស្សគឺជាដំណើរការនៃការបង្កើនចំណេះដឹងជំនាញសមត្ថភាពនិងគុណតម្លៃរបស់មនុស្សតាមរយៈការអប់រំការបណ្ដុះបណ្ដាលនិងការរៀនសូត្រពេញមួយជីវិតនៅពេលដែលប្រជាពលរដ្ឋទទួលបានសិទ្ធិអប់រំប្រកបដោយគុណភាពពួកគេនឹងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារបង្កើតនវានុវត្តន៍និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវប្បធម៌របស់ប្រទេសជាតិយើងផងដែរហើយខាងក្រោមនេះជាឯកសារយោងអញ្ចឹងសម្រាប់កិច្ចការសារជារបស់ក្រុមខ្ញុំសូមបញ្ចប់នៅត្រឹមនេះសូមអរគុណលោកគ្រូនិងបងប្អូននិស្សិតដែលបានយកចិត្តទុកដាក់ចំពោះការស្ដាប់